chẳng nhưng đặt một hà phật nhé react first again API lesson thế nên cho mình giờ react máu hay giờ JavaScript tao mà giờ nấu anh đi nấu này tới hiện đặt cd cho cái này dễ react submission first API lesson hai vai anh bị âm in install chẳng như install trên bao muối hai giảm dương cam với API không react nên vì là biết nên trong fix tới pra chỉ tầm rộng JavaScript fix của bán được vào pra tầm rộng ASIO full bỏ ASIO nuôi bỏ anh bị ấm mắt của bạn này trong cái đây đã cho đời viên backend type ta mắc nên cho được can code mà ok chẳng chỉ tu tới ca fix API cái pra nơi API bỏ fix storeមួយដែលយើងរៀនfix លេងទៅណាតាមប៉ុន្តែខ្ញុំមាននៅ API របស់ខ្ញុំស្រាប់ដែរគឺជាប្រភេទ e-learning ហើយនឹងជាប្រភេទប្រដាប់ online ខ្ញុំមានស្រាប់អាហ្នឹងរបស់ខ្ញុំ build ខ្លួនឯងទេតែញ៉ាយប្រើ fix store លេងសិនទៅចាំយើងតេស្តនោះតោះចឹងនៅក្នុង fix store គេមានប្រដាប់ចំនួនប៉ុន្មាននេះ3 4ណាប្រដាប់ card user ហើយnàyគេ login token ណាខ្ញុំ demo code សិនខ្ញុំយល់ជា algorithm ក្រោយចឹងគ្នាយើងយកប្រដាប់មក test សិនណាតោះចឹងរបៀប test គេប្រាប់ដែរនាងចូលក្នុងទៅគេមាន code ជាអីឲ្យគ្នាមើលនេះគេមានរបៀប fix អីឲ្យយើងណាតោះចឹងនាងចូលទៅកាន់ react មករបស់យើងហើយគ្នាវាយលុប app អីគេ fcs លុបចោលទៅហើយនឹង fcsx លុបចោលទៅអានោះមួយទៀត index.dot អី csx លុបដែរតោះចឹងរបៀប fix ទី1ខ្ញុំបង្កើតនៅ file ថ្មីមួយខ្ញុំដាក់ក្នុង app ទេខ្ញុំដាក់ថា fix API dot អីគេ jsx តោះហៅ ofce អូខេបន្ទាប់មកខ្ញុំ call វាខ្ញុំអត់ call ចូល call app ឬក៏ call ចូល main ហ្មងឡើយ call ចូល main អត់អីបិទ app ចោលហ្នឹងអត់អីហើយបញ្ហាបាច់មកញញ៉ាំគេយកមកឲ្យវេទនាគ្នាយើងវល់ហើយតោះ call ចូល app មក fix អី fix API តោះអញ្ចឹងខ្ញុំធ្វើការ fix API អញ្ចឹងការ fix API ជាទូទៅគឺគេតាំង data ជា array មួយដើម្បីគេ fix ឲ្យបោះចូល array ណាតោះអញ្ចឹងគ្នាអាចតាំងមកឥឡូវខ្ញុំអត់តាំង array ចាំយើងតេស្តឲ្យដល់ចាំយើងគិតទៀតអូខេ Synovate មាននៅក្នុងស្រាប់តោះអញ្ចឹងខ្ញុំប្រើ fix API ជាទូទៅគឺគេប្រើហុកមួយដែលខ្ញុំនិយាយអញ្ចឹងថាគឺ fix គ្នាចង់ឲ្យ component យើង run ទៅដើរភ្លាមដើរតែម្ដងគឺគេប្រើ fix ហ្នឹងដែល run ទៅដើរម្ដង fix API មកតាមស្រួលមកចង់ឲ្យ function មួយដើរមកអូខេហើយចង់ឲ្យវាដើរម្ដងយើងធ្វើមិនកាត់អីទេគ្នាពីក្រោយមកវាដើរម្ដងណាតោះតមកគឺការ fix មានវិធីសាស្ត្រច្រើនក្នុងការ fix អញ្ចឹងខ្ញុំអាចបង្កើតជា function ក៏បានឬក៏ fix យកក្នុងក៏បានដែរតែយូរទៅខ្ញុំត្រឡប់ខ្ញុំក៏បង្កើត function ខ្ញុំបង្កើត function មួយឈ្មោះថាអី fix API ណាត្រឡប់ខ្ញុំទៀតយើងធ្វើមិនក៏បានហើយប្រើ keyword នោះគឺ async ហើយឲ្យ function មួយដើរហ្នឹងហើយស្រួល fix ដល់ការ fix មានច្រើនកលៈអាចប្រើ fix តាមអីសយកក៏បានតាម fix ក៏បានតោះអញ្ចឹងខ្ញុំប្រើការគេអាចប្រើ den ក៏បានតែខ្ញុំធ្លាប់ខ្ញុំប្រើថាកាច់ try catch ដោយសារវាយើងចាប់ error ចាប់ log ធ្វើ loading នេះស្រួលមើលស្រួលយល់តោះចឹងការ fix គឺគ្នាត្រូវតាំងជាមួយនឹង con rest មួយមកបន្ទាប់មកប្រើ keyword មួយឈ្មោះថា await rest ហ្នឹងគឺ response តែ fix ហើយទាញពី back មកគឺគេត store ទុកលើ response តែដាក់អីក៏បានដែរណាគេតំណាងណា request ទៅ back response មកវិញហើយប្រើ keyword មួយមកឈ្មោះថា fix ហ្នឹងណាហើយដាក់ API របស់យើងចូលទៅអញ្ចឹង API link URL endpoint របស់យើងគឺនេះប្រដាប់ហ្នឹងខ្ញុំ copy ឲ្យប្រើហ្នឹងទៅប្រើហ្នឹងទៅវាអីទេយើងតេស្តលេខអត់ដាក់ហ្នឹងអញ្ចឹងដើម្បីទាញបាន data យើងតាំង con មួយទៀតដាក់ data ស្មើឲ្យ rest.json ប៉ុន្តែការទាញ data ក៏គ្នាត្រូវប្រើ keyword await ពីមុខដែរណាដើម្បីទាញ data មកបានណា data ដែល send មកពី fix store ហ្នឹងជា JSON ស្រាប់ជា JSON ណាវាចង់ដឹងផាសអាហ្នឹងមកផាសលើ link អញ្ចឹង data នេះវាជា JSON ស្រាប់អញ្ចឹងយើងយកអាហ្នឹងមកប្រើមកបាន dot ទេ dot JSON ទៅប្រើបានតោះអញ្ចឹងខ្ញុំ console log ទៅ
console lock អត់ស្អាតទេនេះ console ឯង table ដល់ console table ហើយ console មើលគេដាក់តា function អត់តាន់ដើរទេដោយសារអីអានេះយើង console error ដោយសារប្រកាសដែលមាន error យើង console error មើលណាពីចុះខ្ញុំអាចបោះ string មួយដាក់ថា message គេ message error តោះចឹង function នេះអត់តាន់ដើរទេដោយសារខ្ញុំប្រកាសតែខ្ញុំអត់តាន់ហៅចឹងការហៅគឺគ្នាហៅនៅក្នុង UEFX នឹងដែរណាចឹងហៅមក fix អីគេ fix API ហៅវាក្នុងនោះទៅមកតោះឥឡូវខ្ញុំតេស្តមើលថាដើរអត់ចឹងបើក terminal អីគេ npm run deal តោះដាក់ម៉ៅអូខេហើយ inspect ហើយយើង console lock ណាអញ្ចឹងបើវាបានតែវា console មកថាអត់បានទេ error មកនេះអត់មកបានdata នេះ20មិនដល់9ទេព្រោះយើងរកតាម index 20នេះអញ្ចឹងបានពី fake store មកជា table ព្រោះយើង console ឯង console table ឥឡូវបើយើងបាន data ហើយយើងអាចយក data ហ្នឹង loop បានតែមុននឹង loop គ្នាធ្វើវិធីនេះសិនគឺ store វាក្នុង state សិនអញ្ចឹងគេ store មក con គេដាក់ថាម៉េច item ចុះណាហើយ set អីគេ set item ហើយប្រើអីគេ use state ខ្ញុំខុសកន្លែងនោះណាខុសនេះអានេះអត់ប្រើទៅប្រើគ្នាប្រើទៅដាក់គ្នាតោះមកយើង set មក set អី set item តែគេចូលដាក់ data ចូលតោះមកយើង loop វានៅលើនេះមកតែប្រើ URL ហើយក៏បានដែរអាហ្នឹងអាស្រ័យលើនឹង design ទេឥឡូវហ្នឹងគឺ design ហើយនេះ design card ដាក់ card design ធម្មតាទៅនឹងអា data key តោះអញ្ចឹងយើងប្រើវិធីសាស្ត្រមួយគឺ map អញ្ចឹងយើងយក item របស់យើងដល់ទៅកាន់អី map តែក្នុង map យើងត្រូវដឹងថា parameter វាគឺមាន3បាទ value index ហ្នឹង array តែគេប្រើ2ណាហើយប្រើ3ក៏បានដាក់3អត់ចង់ប្រើតែប្រើទេតោះមកយើងប្រើ return អូខេហើយយើងដាក់អីគេ return ជាវិញកន្លែងហ្នឹងបើគ្នាមាន design card គឺវា return ជា card មក deal យកមកដែរបើតែយើង return អត់មាន card ទេ return អីគេអនឡាញទៅបើគេដាក់ bootstrap គេ copy card bootstrap មកដាក់ flip ចូលយកតោះអញ្ចឹងយើងអាចដាក់ key មក key ឲ្យវាខុសតាម index ហើយដល់ពេលនេះយើងយក value មកប្រើអញ្ចឹង value មានអីខ្លះយើងយកទៅវាមានអីគេមើលក្នុង array នេះមើលក្នុងនេះមាន title price description អីចឹងទៅដល់មក title កាត់ក្បៀសមួយទៀត v ដល់អី price កាត់ក្បៀសមួយទៀត v ដល់អី description អញ្ចឹងទៅ copy មកផាសអត់ស្អាតខុសអាណាបើហ៊ានធ្វើឲ្យ backend ណាបើគេធ្វើ API ឲ្យគេរៀប document មួយគេបោយ front គេមើលតាមហ្នឹងគេដកយកឥឡូវទៅមើល result ចេញហើយមិនដល់ចេញអត់ចេញទេអត់ចេញទេអូ map អត់ស្គាល់អូដោយសារអានេះមិនមែន array នេះខ្ញុំនិយាយដល់អាហ្នឹងវាជា array តានេះមិនមកហេមកនេះមក1 ម៉ែត្រដោយសារ description វាវែងអញ្ចឹងយើងបាច់យក description នេះយកអីវិញ price ទៅតម្លៃនេះមក data ហេយក data ហ្នឹងដាក់ក្នុងអីដាក់ក្នុងកាតទៅស្អាតណាស់ bootstrap មានអី design ឲ្យស្អាតមកបានចានេះគឺវិធីសាស្ត្រប្រើ keyword មួយឈ្មោះអី fix ក្នុង React មាន tool មួយទៀតគឺ AZ មានសមត្ថភាពគ្នាអាចយក link នេះយកអា link នេះបង្កើតជា link URL ខ្លួនឯងហើយយើង .api យក .api slash ប្រើយកអត់វែងអញ្ចឹងឯងមិនថាមកយើងធ្វើឲ្យខ្លីជាងមុនបើ AZ បានធ្វើ AZ ទៅគឺកាន់តែខ្លីជាងមុនណាអានេះវែងបើ AZ កាន់តែខ្លីទៅតែប៉ុន្តែវាដូចតែគ្នាទេគ្រាន់តែជួយឲ្យខ្លីជាងមុនណាថាចាំបាច់ .json ទេអានោះ data យក data ណាទាញ data យកមកតាចានេះគឺវិធីសាស្ត្រ fix ណា fix អញ្ចឹងនៅមកវិធីទៀតគឺ AZ យកអាហ្នឹងត្រូវ download ឥឡូវតាហើយឬក៏តាហើយណាឲ្យបាក់ខ្ញុំធ្លាប់ធ្វើទេចាំ script ឥឡូវមួយទៀត AZ ថ្មីអាហ្នឹងអត់អីអានោះវាថ្មីចាស់អញ្ចឹងការប្រើ AZ នេះត្រូវបើក terminal down មកសិនអញ្ចឹងខ្ញុំវាយ npm install AZ អាហ្នឹងណាគេហៅមិនខ្ញុំអត់ដឹងខ្ញុំហៅ AZ
ok tập infer mất anh em bật cao nơi component ưu tiên máu đặt exhaust phịch phịch gì vậy nhà xây cái này nè dùng mình pi ở cái mưa màu muối phịch muối exhaust how ấy cái OIC đặt ai call đi cho em màu ok tập cha đấy cứ việc thi sản phịch trong screenshot là mình mới sân đấu chạm những kịch điện tạo những đặt cả báo nó zoom đi về nè cả bao nhưng trong này sẽ áp design cột sub design bộ trâu nó lụt đã vô đó sẽ mình dừng ngoài vô mà sai mà về cái sao thấy có được chặt nè ví dụ ở chẳng này dụ ấy gì dọc được gặp phịch có thọ riêng với cha script luôn để ngắn nhưng sẽ biết là phải ngay đang tỏ riêng bật end cho nên phịch trong thời lẽ cái bảo actual bảo gì đó này ta lỡ nhom kho là nó mà mình ta ấy rồi trắng nhom ăn ấy giọt nhưng cho mưa ở nè app chơi nè má này version nè thử nè version nó mua cho tập đi nó version biệt rồi nhầm nắng pe thay biết có trâu rồi nè được nè nó còn fix đó nhưng còn fix đây square còn đây bài cần fix thì ta lấy nhom trâu đi sấn nhom fix lại pra a gì đó chẳng đó này copy paste nó này trẻ copy biệt đi sân vô bị tập hạt không nè ta bàn tay dương đầu bài vậy này dương ngọt pra a phịch thế miếng pra thu mới cứ a gì đó đỏ ta cán gẹp dương tin nhà ta cứ cái pra mà to mới gẹp dương trong khung để ta tập server cái phở bọc ná đặc biệt đi bánh nhưng trang chạp để ta cứ hot như thế nhưng họ đã chăm bạch tang nhưng thế cứ set đi cho này dòng món cứ chỉ do rác đó đấy đó là ta rồi đây lươn anh đây lươn chưa ngàm bánh nhỉ bánh vú đó lấy đá mới đá được này đi ở đấy nhầm cần sâu lọt square component dương là mới sạch nó nhầm phịch nhưng mà export này nhầm cần sâu lọt we square component is your fix API bật mán này mời mình như nào refresh mình you fix is not defined kho này dương kho với má dương mà import đi gì you fix chắc mà import không ba nữa thật nền mà này chọn mà nó bật tranh nhà để xài đi nhau bật rồi bật đi dần tranh nhà cha nè mà đó mà được nè này ai dương bao vi trò đấy ba được nè mà khán dương tàn máu đại ở đây nó sẽ đây ở đây nó phải được như thế bao nhiêu state tới bằng nè đó cái nè nên đây không nè ở đây xa đây đâu xa đây tập ai dương do luôn mà pra tay mười tới copy mặt điều nó mà đã trong mặt điều như hay đâu mình lại vậy cái giác này ở đây đá này đá được nè này anh ấy data is not defined mua là hát là xa tái nè console data nó bắt đầu thời console data console gì console ra đọc data ở mát console đây mà thì mìnhត្រូវ
nè mà ta khó khăn đó đấy nếu được nè là còn làm mũi prai nhưng pra tool bỏ react គឺអីស្រយោអាហ្នឹងមិនតាប react បើ npm ដែលវាមាននៅក្នុង npm ខ្ញុំ switch នេះទៅលើអញ្ចឹងពីរវិធីហ្នឹងគេអាចប្រើវាបានណាតើណាអេចេញមុនម៉ោងមិនគ្រូបញ្ញល់ហើយយើងត្រូវគ្រប់ច្បាប់សាលាតានេះវិទ្យា yes yes ថ្នាក់ចាស់ថ្នាក់គ្រូចាស់ចាស់តាឥឡូវចេះខ្ញុំគួរអានេះចូល git មួយទៀតឲ្យគ្នាយើងទុកឲ្យមើលចូល git ខ្ញុំពូកូដទៅខ្ញុំដាក់ថាម៉េច fix and អីគេ react fix and អេស៊ីយ៉ោះណាក់យើងមកមក2 5តាចឹងខ្ញុំបើក terminal បិទសិនបិទ run ទៅបិទអានេះដែរចឹងខ្ញុំវាយ init តមក git អី git add git git commit ដកអីគេដក ហើយដាក់ mistake មកដាក់ថាម៉េច first អីហ្នឹងទៅ first commit brand បាច់ប្រើទេយើងដាក់ brand master ទៅអញ្ចឹងខ្ញុំយក link សិន brand ខ្ញុំជាប់ master អញ្ចឹងខ្ញុំបាយ git push origin ដក origin ឯងដក u សិនដក u origin ហើយ brand របស់យើងគឺ master តោះអញ្ចឹងបានជោគជ័យបែបមកអូខេខ្ញុំបោះចូលគ្រប់ឲ្យអូខេឥឡូវខ្ញុំបិទ